លោកសុវណ្ណវិទិតចាប្រធានមន្ត្រីព័ត៌មានខេត្តលោកអនុប្រធានមន្ត្រីនិងលោកស្រីវុធានអនុប្រធានការិយាល័យទាំង5ព្រមទាំងមន្ត្រីរាជការនៃមន្ត្រីព័ត៌មានខេត្តបាត់ដំបងនារសៀលថ្ងៃទី25ខែមិនិនាឆ្នាំ2025ទទួលស្វាគមន៍របាំត្រុដិរបស់មន្ត្រីពពធនិងវិចិត្រសិល្បៈខេត្តបាត់ដំបងនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនិងឈានមកដល់នាពេលខាងមុខដើម្បីប្រោះព្រំបណ្ដេញឧបទ្រពចង្រៃពីឆ្នាំចាស់និងសូមសេចក្តីសុខសេចក្តីចម្រើនក្នុងឆ្នាំថ្មីយោងតាម Facebook Page របស់មន្ត្រីវប្បធម៌និងវិចិត្រសិល្បៈខេត្តបាត់ដំបងដែលបានបង្ហោះកន្លងមកអំពីប្រវត្តិសាស្ត្រនៃរបាំត្រុដិមានខ្លឹមសារថាជនជាតិសម្រែជាជនជាតិដើមមួយរស់នៅតាំងពីបុរាណកាលមកម្ល៉េះភាគច្រើនរស់នៅភូមិភាគខាងជើងបឹងទន្លេសាបដូចជាខេត្តកំពង់ធំសៀមរាបព្រះវិហារសុរិន្ទស្រីស្លាកេតឧបតបលរាជធានីជាដើមកាលបុរាណជារៀងរាល់ពេលចូលឆ្នាំខ្មែរជនជាតិសម្រែតែងតែយករបាំត្រុដិនេះទៅលេងថ្វាយព្រះពរព្រះរាជាខ្មែរនៅរាជធានីយសោធរបុរៈក្រុងអង្គរជនជាតិសម្រែជាជនជាតិដើមផ្សេងទៀតគឺធ្លាប់បម្រើរាជការខ្មែរនិងពូកែធ្វើសង្គ្រាមយ៉ាងស្វិតស្វាញតួយ៉ាងជនជាតិសម្រែក៏បានផលិតដាវនិងអាវុធយុទ្ធភណ្ឌនានាថ្វាយព្រះបាទជ័យវរ្ម័នទី7និងកងទ័ពខ្មែរប្រើប្រាស់ក្នុងការធ្វើសង្គ្រាមបណ្ដេញចាមឈ្លានពានផងដែរម្យ៉ាងវិញទៀតរបាំត្រុដិនេះក៏បានផ្សារភ្ជាប់នឹងជំនឿបន់ស្រន់សុំទឹកភ្លៀងនៅពេលដែលមានការរាំងស្ងួតគេនិយមប្រើកន្ទុយក្ងោកដោយគេយល់ថាក្ងោកជាតំណាងឲ្យព្រះអាទិត្យមនុស្សបន់ស្រន់ដល់ព្រះអាទិត្យសុំឲ្យព្រះអាទិត្យផ្ដល់អំណោយទឹកភ្លៀងគ្រប់គ្រាន់ដើម្បីធ្វើស្រែចម្ការ